នៅថ្ងៃទី18មីនាឆ្នាំ1969គឺមួយឆ្នាំគត់មុនព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុយន្តហោះ B-52 របស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមទម្លាក់គ្រាប់បែកលើទឹកដីព្រំប្រទល់នៃប្រទេសកម្ពុជានិងប្រទេសវៀតណាមគេបានចាត់ទុកថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅពេលនោះគឺជារឿងមួយខុសច្បាប់ព្រោះបានធ្វើឡើងរំលោភទៅលើបូរណភាពដែនដីនៃប្រទេសមួយដោយគំហុកភ្លាមតែម្ដងការសម្រេចទម្លាក់គ្រាប់បែកលើដែនដីព្រំប្រទល់ខ្មែរវៀតណាមនេះធ្វើឡើងក្រោមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Richard Nixon ក្នុងគោលបំណងបំផ្លាញមូលដ្ឋានទ័ពរបស់ពួកវៀតកុងដែលត្រូវបានអនុញ្ញាតឲ្យបោះទីតាំងនៅលើទឹកដីកម្ពុជាពាក្យថាវៀតកុងនេះជាពាក្យកាត់មកពីភាសាវៀតណាមថាវៀតណាមកុងសានដែលមានន័យថាវៀតណាមកុម្មុយនីសបើយោងតាមឯកសាររបស់លោកហុងរីកាំអ្នកកាសែតជើងចាស់ម្នាក់ដែលធ្លាប់បានជួបធ្វើសវនាការជាមួយសម្ដេចព្រះនរោត្តមសីហនុបានសរសេរថាសម្ដេចព្រះនរោត្តមសីហនុទ្រង់ទទួលយល់ព្រមថាព្រះអង្គពិតជាបានរួមសហការជាមួយពួកវៀតណាមកុម្មុយនីសពិតប្រាកដមែនលោកហុងរីកាំបានអះអាងថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មានព្រះបន្ទូលប្រាប់លោកដោយត្រង់ថាក្រោយពេលដែលព្រះអង្គកាត់ផ្តាច់ឈប់ទទួលយកជំនួយយោធារបស់អាមេរិកនៅឆ្នាំ1963ព្រះអង្គត្រូវតែធ្វើការជ្រើសរើសថាតើត្រូវស្រុះស្រួលជាមួយចក្រពត្តិអាមេរិកឬត្រូវជួយពួកវៀតកុងព្រះអង្គទ្រង់មានព្រះបន្ទូលបន្តថាព្រះអង្គទ្រង់បានសម្រេចព្រះទ័យឲ្យប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុដើម្បីអនុញ្ញាតឲ្យនាវាចិនដឹកអាវុធយុទ្ធភ័ណ្ឌយកទៅផ្គត់ផ្គង់ឲ្យពួកវៀតណាមកុម្មុយនីសនៅតាមជាយដែនកម្ពុជានោះលោកហុងរីកាំបានអះអាងទៀតថាសម្ដេចព្រះនរោត្តមសីហនុទ្រង់បានបញ្ជាឲ្យទាហានខ្មែរធ្វើជាគូលីដឹកជញ្ជូនគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់ចិនទាំងនោះយកទៅឲ្យពួកវៀតកុងរួចជាថ្នូរនៃការប្រគល់ទឹកដីនិងកងទ័ពជាតិខ្មែរក្នុងការដឹកជញ្ជូនសម្ភារៈសឹកឲ្យពួកវៀតកុងនេះចិនបានសុខចិត្តចែករំលែកសម្ភារៈសឹកទាំងនោះថ្វាយព្រះអង្គចំនួន1/3វៀតកុងទទួលបាន2/3ព្រះអង្គទទួលបាន1/3ក្រោយពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារមកលើប្រទេសកម្ពុជាតំបន់ជាយដែនវៀតណាមកម្ពុជាមកប្រទេសកម្ពុជាក៏បានធ្វើការតវ៉ាជាបន្តបន្ទាប់រហូតដល់សហរដ្ឋអាមេរិកទទួលយល់ព្រមចេញសងការខូចខាតដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកនោះតម្លៃនៃការចេញសងនោះគឺចំនួន$400សហរដ្ឋអាមេរិកចំពោះអ្នកស្លាប់បាត់បង់ជីវិតម្នាក់និង$150ចំពោះអ្នកត្រូវរបួសធ្ងន់ម្នាក់ការចរចារវាងខ្មែរអាមេរិកនេះក៏បានធ្វើឲ្យប្រទេសទាំងពីរភ្ជាប់ចំណងការទូតនឹងគ្នាឡើងវិញផងនៅឆ្នាំ1969នោះស្ថានឯកអគ្គរដ្ឋទូតអាមេរិកក៏បានបើកទ្វារឡើងវិញនៅក្រុងភ្នំពេញបន្ទាប់ពីបានបិទក្រោយពេលដែលសម្ដេចព្រះនរោត្តមសីហនុបដិសេធឈប់ទទួលយកជំនួយសហរដ្ឋអាមេរិកកាលពីឆ្នាំ1963នោះនៅខែសីហាឆ្នាំ1969ដដែលនោះដោយសារស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែចុះដុនដាបទៅសម្ដេចព្រះនរោត្តមសីហនុក៏ទ្រង់សម្រេចបង្កើតរដ្ឋាភិបាលមួយថ្មីដែលព្រះអង្គទ្រង់ដាក់ឈ្មោះថារដ្ឋាភិបាលស្រោចស្រង់ជាតិរដ្ឋាភិបាលថ្មីនេះដឹកនាំដោយមនុស្សដែលព្រះអង្គធ្លាប់ទុកចិត្តគឺសេនាប្រមុខលន់ នល់និងទ្រង់សិរិមតៈក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី